ចំបាទសូមអនុញ្ញាតនឹងគោរពទៅដល់ប្រិមត្តទាំងជនបងប្អូនជនជាតិទាំងក្នុងនិងក្រៅប្រទេសជាទីនឹករលឹកយើងជួបគ្នាសារជាថ្មីនៅក្នុងកិច្ចពិភាក្សាពិសេសរបស់ទូរទស្សន៍ BTV សង្ឃឹមនឹងជឿជាក់ថាបងប្អូនទាំងអស់សុខទាំងអស់គ្នាហើយឆ្លៀតក្នុងឱកាសនេះខ្ញុំបាទក៏សូមបាទសម្ដែងនៃការដឹងគុណនិងប្រាំចារនៃក្តីនឹករលឹកទៅដល់វីរៈកងទ័ពរបស់យើងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ជូនពរបាទសុខភាពល្អភ្ញៀវកិត្តិយសរបស់យើងในឱកាសនេះគឺមានពីររូបដែលលោកគឺជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិកគឺមានវត្តមានរបស់លោកបាទតុកកំសាយបាទដែលលោកគឺជាអនិកជនខ្មែរមកពីរដ្ឋ Washington State និងវត្តមានរបស់លោកប៉ែនដារិនបាទលោកក៏ជាអនិកជនខ្មែរដែលនៅសហរដ្ឋអាមេរិកនៅរដ្ឋ Washington State ដូចគ្នាអរគុណណាស់បាទដែលវិក្កាមទាំងពីររូបចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅកិច្ចពិភាក្សាពិសេសរបស់ទូរទស្សន៍ BTV នាឱកាសនេះហើយក៏ជាក្តីរំភើបរីករាយសម្រាប់ខ្ញុំបាទដែរក្នុងនាមជាខ្មែរហើយបានជួបលោកទាំងពីរដែលជាបងប្រុសបាទជាខ្មែរដែរតែនៅក្រៅប្រទេសយើងមានឱកាសបានជជែកគ្នានៅក្នុងកិច្ចពិភាក្សានេះដំបូងខ្ញុំសូមដាក់សំណួរទៅខាងបងខាងលោកប៉ែនដារិនព្រោះខ្ញុំមើលទៅគេថាទឹកមុខរីករាយស្រស់បោះគឺដូចជាសប្បាយចិត្តមាំណាបាទយើងនិយាយថាអ្នកកពតថាសប្បាយចិត្តមាំណាបាទព្រោះអញ្ជើញមកដល់ប្រទេសកំណើតពេលដែលឈានជើងមកដល់ប្រទេសកំណើតតើអ្វីដែលលោកមានចាប់អារម្មណ៍ជាងគេហើយមើលឃើញស្រុកប្រទេសរបស់យើងនឹងយ៉ាងម៉េចដែរលោកបាទសូមអរគុណបងប្អូនដែលបានសួរជាចំនួននេះនៅពេលដែលយន្តហោះរៀបចុះចតភ្លាមខ្ញុំមើលតាមកញ្ចក់នៅតាមបង្អួចយន្តហោះហ្នឹងឃើញគឺរំភើបរីករាយឥតឧបមាហ្មងហើយដល់ពេលដែលចុះមុនយន្តហោះចុះមុនយន្តហោះទៀតពីព្រោះឃើញទេសភាពពីខាងលើមកគឺថាអំណររីករាយក្នុងចិត្តហ្មងគឺថាមិននឹកស្មានថាអ្វីដែលខ្លួនឯងបានឃើញបាទនឹកស្មានមិនដល់ថាឃើញផ្ទាល់នឹងភ្នែកបាទចឹងពេលដែលមកឃើញបែបហ្នឹងអារម្មណ៍យ៉ាងម៉េចដែរបាទហើយយើងថាអណ្ដែតដូចថាអណ្ដែតនៅលើវេហាហ្មងគឺថារំភើបមែនតើហ្មងរំភើបសប្បាយរីករាយអត់ឧបមាហ្មងអត់មានអីប្រៀបទៅស្មើបានឡើយបាទហើយអញ្ជើញមកប្រហែលថ្ងៃបើគិតមកដល់ថ្ងៃនេះហើយបាន15ថ្ងៃហើយ15ថ្ងៃគឺបានអញ្ជើញតាណាខ្លះហើយបានឃើញខ្លះបានជួបឯខ្លះដែរបាទសប្បាយជាងគេគឺជិះហើយ pass up ពេលល្ងាចឃើញហើយដើរទៀតដើរនៅផ្លូវ Walk Street ក៏ដើរនៅតាមមាត់ទន្លេក៏ដើរហើយនៅជុំវិញកន្លែងស្នាក់នៅក៏ដើរគឺនិយាយរួមទៅសប្បាយរីករាយនៅឃើញនៅអ្វីដែលខ្លួនឯងមិនដែលបានឃើញពីមុនណាធ្លាប់តែឃើញនៅប្រទេសគេបាទអញ្ចឹងខ្ញុំជាប់ទៀតដែរពេលដែលមកឃើញគឺថាគិតដឹកស្មានមកដល់ថាយើងរីកចម្រើនប៉ុណ្ណឹងចុះអ្វីដែលកន្លងមកធ្លាប់ឮពីខាងក្រៅហើយដល់ពេលមកឃើញផ្ទាល់គ្នាអញ្ចឹងលោកអាចញែកគ្នាឬក៏និយាយរួមទៅវាដូចមេឃនឹងដីមួយទៀតគឺថានិយាយស្ដីដោយមានរនាំងបាំងបាទប៉ុន្តែដល់ពេលយើងឃើញជាក់ស្ដែងវាអត់មានអីរនាំងបាំងផងវាអត់មានដូចជាការអីបំភ្លៃនឹងការពិតបាទពីព្រោះចំណុចសំខាន់គឺខ្ញុំសប្បាយរីករាយជាពិសេសខ្ញុំបានភ្លក់លើកទី1 40ឆ្នាំជាងញ៉ាំម្ហូបនៅតាមផ្លូវជាពិសេសនំបញ្ចុកសឡខ្មែរនំបញ្ចុកសឡខ្មែរហើយនំបញ្ចុកពងទាកូនបាទយ៉ាងម៉េចដែរដល់ពេលភ្លក់ទៅម្ដងចង់ភ្លក់ម្ដងទៀតប៉ុន្តែលក់នៅតែ Walk Street ទេបាទនឹង Walk Street ផ្លូវស្មើជើងចាក់ទៅមុខបាទនិយាយរួមទៅរំភើបមែនតែនហ្មងរំភើបជាពិសេសនៅភ្នែកខ្លួនឯងទៅឃើញផ្ទាល់ហើយដើរក្នុងចំណោមប្រជាពលរដ្ឋគេអត់ដឹងថាយើងអនិកជនទេគឺថាភាពសប្បាយរីករាយហ្នឹងគឺលុបបំបត្តិអស់នៅអនិកជននិងអនិកជនអស់ហើយឃើញស្នាមញញឹមពលរដ្ឋខ្មែរយើងនៅក្នុងប្រទេសពេលដើរកំសាន្តជាមួយគ្នាយ៉ាងម៉េចដែររីករាយមែនតើគាត់និយាយរួមទៅគាត់ដើរដល់ក្នុងភាពអត់មានការព្រួយបារម្ភជាពិសេសខ្ញុំតែងតែ observe លួចមើលជនជាតិបរទេសដែលដើរជាមួយណាគាត់ឃើញនេះខ្ញុំកំងអាសត្វឡាយទូអញ្ចឹងណាគាត់ថានេះចំពោះខ្ញុំវិញគឺជាមោទនភាពមួយដែលឃើញជនបរទេសមកដើរពពែកពពូនជាមួយយើងអត់មានបារម្ភ
ភ័យខ្លាចរឿងសវត្ថិភាពផ្ទាល់ខ្លួនអត់ទេ បាទ អត់មានអត់និយាយរួមទៅជុំវិញខ្លួនអត់ដែរគឺអត់មានឃើញកោបាលអ្នកយាមអត់មានទេ បាទគឺដើរហើរស្មើភាពគ្នា ស្មារភាពអត់ ស មាន វត្ថិភាពហើយជួបមានចាប់អារម្មណ៍ទៅលើសំណង់អាគារនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធវិញយ៉ាងម៉េចដែរ ព្រឹកក្បាលបបាក់ពីពណ៌នាពីព្រោះអីយើងឃើញសំណង់ទៀប បាទ ឥឡូវយើងឃើញថាគេថាអាគារខ្ពស់ដូចនៅប្រទេសគេអញ្ចឹង បាទ ហើយពេលខ្លះកាលខ្ញុំនៅនោះខ្ញុំលួច show ខ្ញុំ copy ការអភិវឌ្ឍនៅរាជធានីភ្នំពេញហ្នឹងខ្ញុំដាក់ទៅក្នុង Facebook page ខ្ញុំធ្វើការហ្នឹង បាទ ជនជាតិបរទេសខ្ញុំតែងតែ promote ពីព្រោះថាខ្ញុំចង់ឲ្យគេដឹងថាកម្ពុជាមាននៅអ្វីដែលកម្ពុជាមិននឹកស្មានតែមាន បាទ ណានិយាយវាញ័រខ្លួនឯងដែរពីព្រោះវារំភើប រំភើបបាទ រំភើបបាទ រំភើបអ្វីដែលនឹកស្មានមិនដល់ បាទ លើសពីការពិតព្រោះ លើស ដូចលោកដារិនលោកបានមានប្រសាសន៍ថាជាង40ឆ្នាំលោកអត់ដែលបានមកដល់មកឃើញថាខុសមេឃដីពីអ្វីដែលគេបាននិយាយពីខាងក្រៅ បាទ បាទចុះសម្រាប់លោកតុបកំសាយវិញភាពរីកចម្រើនរបស់កម្ពុជាសពថ្ងៃលោកមើលឃើញសម្រាប់អារម្មណ៍របស់លោកយ៉ាងណាដែរបាទ គឺរីកចម្រើនខ្លាំងណាស់ បាទ គឺថាប្លែកគឺថាឡើងជាលំដាប់ហ្មង អត់មែនទាំងឡើងសំៗទេឡើងជាលំដាប់ហ្មងបាទ ដូចចឹងគឺថាមោទនភាពដែរក្នុងនាមជាខ្មែរ យើងនៅទីក្រុងភ្នំពេញតាមខេត្តមួយគ្រប់ទាំងអស់តាំងពីផ្លូវតាំងពីភ្លើងតាំងពីអីទាំងអស់គឺថាឡើងជាលំដាប់ បាទបាទមួយវិញទៀតដែរខ្ញុំឃើញថាថ្មីនេះគឺលោកទាំងពីររូបគឺមានកិត្តិយសត្រូវបានអនុញ្ញាតឲ្យចូលជួបផ្ទាល់ជាមួយនឹងសម្ដេចតេជោប្រធានព្រឹទ្ធសភាអតីតនាយករដ្ឋមន្ត្រីរបស់កម្ពុជាបាទជាអារម្មណ៍ឥឡូវខ្ញុំដាក់សំណួរទៅលោកដារិនមុនពោះ40ឆ្នាំម្ដាយបានមកប្រទេសនេះហើយឃើញរីកចម្រើនហើយក៏ធ្លាប់ឮពីការដឹកនាំរបស់សម្ដេចតេជោពីខាងក្រៅផងដែរអញ្ចឹងតែពេលដែលលោកមានឱកាសនិងកិត្តិយសបានអញ្ជើញចូលជួបលោកអាចមើលឃើញថាអិរិយាបថឬក៏កាយវិការនិងភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោយ៉ាងណាដែរបាទ បកតក្រោយបន្តិចកាលពីឆ្នាំ90ជាងណា បាទ ខ្ញុំបានលួច print រូបសម្ដេចផ្ទាល់ចេញមកអានឹង print ណា បាទ បាទហើយដល់ទៅពេលលឺសូថាណាត់ជួបអញ្ចឹងដឹងមិនទេបងប្អូនម៉ោង2ហើយហ្នឹងណា ពីយប់ 2ម៉ោង2កព្រឹកហ្នឹងថា ភ្លឺ ភ្នែកហ្នឹងអត់ចង់បិទវាអត់បិទចង់បិទវាបិទមិនកើត ចង់ឲ្យថាម៉ោង9ហ្នឹងហើយគេថាបានឃើញមុខសម្ដេចផ្ទាល់ហ្មងណា បាទ បានលើពីពោះហើយប្រសាសន៍សម្ដេចគឺជាទី1បង្ហាត់បង្រៀនទី2ឲ្យយោបល់ទី3គឺការពយល់ឲ្យកូនឲ្យយើងម្នាក់ៗយល់ឃើញយ៉ាងម៉េច បាទ ដូច្នេះចំណុច3សំខាន់ហ្នឹងចំពោះខ្ញុំសំខាន់បំផុតលោកជាគ្រូបង្រៀនលោកជាអ្នកផ្ដល់ឱវាទ បាទ ហើយលោកជាអ្នកដឹកនាំមួយដែលពោពេញដោយគេថាសេចក្ដីយុធម៌គេថាសេចក្ដីមេត្តាស្រឡាញ់ បាទ គឺបាទ គុណធម៌ គុណធម៌ដ៏ល្អបំផុតដែលបង្កប់ទៅដោយអត្តន័យគឺថាវីរភាពរបស់សម្ដេចមានចំពោះកូនចៅហើយនិយាយរួមស្ដាប់អង្គុយស្ដាប់និយាយរួមនៅពេលដែលសម្ដេចមានប្រសាសន៍ហ្នឹងកៅអីហ្នឹងនៅអង្គើគ្នាហ្នឹងប៉ុន្តែខ្លួនខ្ញុំហ្នឹងចិត្តតែចង់តាមដានគ្រប់ទាំងសម្ដីដែលលោកមានប្រសាសន៍ហ្នឹង បាទ ចូលចិត្តហ្មង បាទហើយបដឃើញស្រុកទេសរីកចម្រើនបែបនេះទៀតហើយដឹងពីប្រវត្តិនៃការតស៊ូរបស់លោកដើម្បីជាតិរបស់យើងទៀតអញ្ចឹងគេថាក្នុងអារម្មណ៍ហ្នឹងគេថាដូចគ្មានអ្វីអាចប្រៀបបានទេ អូអត់ទេហាក់ដូចជាបង្កើននៅចំណេះមួយដែលខ្ញុំមិនបានមានពីមុនមកនៅខ្វះចំណុចនៅពេល1ម៉ោងជាងហ្នឹងដែលខ្ញុំថា1ម៉ោងជាងនៅតិចផង អញ្ចឹង អត់និយាយចេញពីក្នុងចិត្តគឺ1ម៉ោងជាង បាទ នៅ បានកាន់តែយូរកាន់តែល្អ បាទពីព្រោះខ្ញុំចូលចិត្តគេថានយោបាយស្ដាប់ពីព្រោះសារនយោបាយរបស់សម្ដេចពេញដោយសេចក្តីស្រឡាញ់អាណិតមេត្តាករុណាហើយបង្រៀនបង្កើនចំណេះគ្រប់ទាំងអស់ហ្មងនិយាយរួមទៅអ្នកដែលនៅក្បែរសម្ដេចមហាសំណាង បាទ អរគុណណាស់លោកដែលបានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនហើយសម្រាប់លោកតុកកំសាយវិញពេលដែលបានជួបសម្ដេចតេជោលោកបានមើលឃើញពីភាពអស្ចារ្យឬជាភាពដឹកនាំរបស់លោកយ៉ាងណាដែរក្នុងនាមលោកជាពលរដ្ឋខ្មែរមួយរូបហើយក៏អាចថាវ័យលោកគឺអាចឆ្លងកាត់នៅចំនួនក៏គួរសមដែរច្រើនចំនួនដែរ ចំណាន
បានទៅជួបលោកសម្ដេចគឺថាមានអារម្មណ៍រំភើប បាទ ដោយគាត់ថាអញ្ចឹងគាត់ថាគេងមិនលក់ក្រោកឡើងគឺថា មើលទៅម៉ោងងាកមើលម៉ោង មើលតែម៉ោងហើយដល់ពេលទៅរៀបចំគឺថាលោកនិយាយមកធ្វើឲ្យបងប្អូនប្រជាជនយើងគឺថាស្ដាប់បានទាំងអស់ហ្មង បាទ ពេលវេលាអង្គុយស្ដាប់គាត់ក្នុងរយៈពេល1ម៉ោងកន្លះគឺថាចង់ឲ្យគាត់និយាយ1ម៉ោង2ម៉ោងទៀត ប៉ុន្តែលោកគាត់ដោយហត់នឿយខ្លាំងក៏ឈប់ថតរូបជាមួយទៅគឺស្ដាយហើយគាត់មានការស្និទ្ធស្នាលបានថតរូបអីជាមួយ បាទ គឺថាសំណាងរបស់ពួកខ្ញុំឲ្យបានមិនងាយបានទៅថតរូបចឹងទេ បាទចុះជាទូទៅពលរដ្ឋខ្មែរយើងដូចជានៅខាងរដ្ឋ Washington State ដែលលោករស់នៅអញ្ចឹងក៏ឡមកគឺតែតែបានចូលរួមជួយកម្ពុជាពីខាងក្រៅនោះបែបណាដែរបាទ ចូលពួកយើងខ្ញុំនៅខាងក្រៅទាំងអស់គ្នាទាំងជាមួយពួកខាងសមាគមWashington State យើងហ្នឹងគឺថាជួយរៃអង្គាសលុយគ្នាពីនោះមកដើម្បីជួយភាសឹកយើងច្រើន ក្នុងកំឡុងពេលដែលយើងជួបការលំបាក បាទពេលលំបាកឥឡូវនេះ បាទ ជួយមកច្រើនណាស់ជួយមកច្រើនមិនបានច្រើនប្រហែលគេក៏បានតិចក្តី ទឹកចិត្តខ្មែររួម ខ្មែរទាំងអស់ជួយគ្នាធ្វើបាតកម្មប្រឆាំងជាមួយពួកថៃក៏យើងធ្វើ បាទ យើងរៃអង្គាសគ្នានៅនោះក៏យើងធ្វើ បាទ អ្វីដែលយើងស្នេហាយើងស្រឡាញ់បកយើងទៅរួបរวมនេះស្រឡាញ់បក បាទ តែមួយធ្វើមិនតែយើងឲ្យខ្មែរស្រឡាញ់ខ្មែរតែមួយ រួមសាមគ្គីគ្នា នឹងញ៉ាត់យើងបានធ្វើញ៉ាត់ បាទ យើងបានធ្វើញ៉ាត់គាំទ្រហើយនឹងប្រឆាំងអំពីការឈ្លានពានរបស់ហើយថៃហើយទៅដល់អង្គការសហប្រជាជាតិទៅដល់គ្រប់ទាំងសភាប្រសិទ្ធិអាមេរិក បាទ ទាំងអស់ដើម្បីឲ្យគេដឹងហើយជាពិសេសគេចំពោះខ្ញុំផ្ទាល់ដែលធ្វើការគៀកជាមួយពួកគាត់ហ្នឹងគាត់ខ្ញុំប្រាប់ថាពួកខ្ញុំគឺស្រឡាញ់សន្តិភាព បាទ បាទហើយខ្ញុំមានមេដឹកនាំប្រទេសជាតិមួយដែលស្រឡាញ់យកចិត្តទុកដាក់បំផុតចំពោះសន្តិភាពពីព្រោះសន្តិភាពហ្នឹងគឺជាស្ថិរភាពសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋគ្រប់រូប បាទ ដូច្នេះពួកគាត់យល់ដឹងហើយបាទហើយម្យ៉ាងវិញទៀតនៅពេលថ្មីហ្នឹងកន្លងមកហ្នឹងយើងមានថ្នាក់ដឹកនាំគណៈបកហ្នឹងថ្នាក់ដឹកនាំរបស់រដ្ឋ Washington យើងខ្មែរយើងហ្នឹងបានយកថាវិការជាច្រើនយកទៅដល់តាមតំបន់ជាដែនហើយនឹងជួនភាសកទៀតចែកជាប្រាក់ហើយនឹងសម្ភារៈផ្សេងទៀតគឺថាពួកខ្ញុំនៅឆ្ងាយមែនប៉ុន្តែទឹកចិត្តគឺនៅជាប់គ្នាជាពិសេសគឺអរគុណដល់វីរៈកងទ័ពនៅភាពអង្អាចក្លាហាន បាទខ្ញុំចង់ជម្រាបពួកគាត់ថាអ្វីបិទតែពួកខ្ញុំនៅក្រៅប្រទេសមែន បាទ ប៉ុន្តែទឹកចិត្តនិងសេចក្តីស្រឡាញ់គឺដកជាប់ជាមួយពួកគាត់ បាទ ពីពួកខ្ញុំធ្លាប់ធ្វើយោធាដែរខ្ញុំដឹង បាទ បាទ ចាំបានលោកបានលើកឡើងនេះបានធ្វើឲ្យបងប្អូនខ្មែរនៅក្នុងប្រទេសក៏បានដឹងដែរថាបងប្អូនយើងនៅ Washington State គឺខិតខំបាទរួមកម្លាំងសាមគ្គីទោះបីយើងថាជួយមកខាងផ្នែកខាងក្នុងនេះផងយើងក៏បានធ្វើញ៉ាត់បានបង្ហាញទៅអង្គទូតបានបង្ហាញទៅអង្គការសហប្រជាជាតិពីអ្វីដែលជាការបំពេញពីសំណាក់បាទយោធាថៃមកលើកម្ពុជាបាទថ្មីនេះក្នុងឱកាសដែលសម្ដេចធិបតីលោកបានអញ្ជើញចុះជួបនៅសំណាជាមួយបងប្អូនភាគសឹកនៅខេត្តព្រះវិហារក៏លោកបានបញ្ជាក់ចំហជាថ្មីរបស់រាជរដ្ឋាភិបាលដែរថាកម្ពុជាគឺមិនទទួលស្គាល់ទេនៅខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងនោះហើយសម្ដេចនឹងខិតខំប្រឹងប្រែងធ្វើការតវ៉ាបាទតទៅទៀតដើម្បីអធិបតេយ្យរបស់យើងដែនដីកម្ពុជាដែលស្របច្បាប់យើងអនុវត្តនិងគោរពទៅតាមអនុសញ្ញាសន្ធិសញ្ញានិងឯកសារនិងកិច្ចព្រមព្រៀងដែលមានស្រាប់គឺมันអាចយកទទួលស្គាល់នៅអ្វីដែលជាឯកតោភាគីទេហើយលោកនឹងខិតខំប្រឹងប្រែងនៅក្នុងការតវ៉ាការទាមទារទោះបីក្នុងកំឡុងពេលនេះកម្ពុជារបស់យើងទទួលស្គាល់ថារងទុក្ខលំបាកដោះស្រាយបញ្ហាពលរដ្ឋភាគសឹកផងបាទដោះស្រាយបញ្ហាប្រឈមផ្សេងៗផងហើយរួមនឹងការពារដែនអធិបតេយ្យលោកបានបញ្ជាក់ឲ្យថានឹងខិតខំប្រឹងប្រែងតវ៉ាតាមបែបផ្លូវច្បាប់បាទការទូតដោយបញ្ជាអំពើហិង្សាបញ្ជាសង្គ្រាមទៅតាមផ្លូវច្បាប់សម្រាប់លោកដែលរិនវិញលោកមើលឃើញនឹងយល់យ៉ាងណាដែរចំពោះជំហររបស់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃបាទចំពោះខ្ញុំហើយនឹងប្រជាពលរដ្ឋខ្មែរអាមេរិកដែលរស់ក្នុងរដ្ឋ Washington គ្រប់គ្រង 100% នៅគោលនយោបាយរបស់គោលនយោបាយសន្តិភាពឈ្នះដើម្បីប្រទេសជាតិរបស់ខ្លួនទី1ថាអីសង្គ្រាមស្រួលទេបាទប៉ុន្តែយើងបើទ្វេទ្វាគីគឺមួយបកកាយទាំងខាងមួយប៉ុន្តែគោលនយោបាយរបស់រាជរដ្ឋាភិបាលយកសន្ធិសញ្ញា2004 2007 1904 ហ្នឹងយកមកប្រើដើម្បីជាភាពពិត
បើសិនជាថៃគេបដិសេធប៉ុន្តែសិទ្ធិសញ្ញាហ្នឹងវាបង្ហាញការពិតទន្ទឹមនឹងនោះអង្គការសហប្រជាជាតិដូច្នេះយើងមានចំណុចគេថាភាគី2បាទជាអ្នកជួយយើងដូច្នេះចំពោះខ្ញុំហើយនិងប្រជាពលរដ្ឋខ្មែរគ្រប់គ្រងពេញទំហឹងហ្មងរីករាយមែនទែនដែលរាជរដ្ឋាភិបាលខ្មែរយើងប្រើគោលនយោបាយហ្នឹងបាទសន្សំសន្តិភាពប៉ុន្តែឈ្នះដោយយូរអង្វែងបាទចុះសម្រាប់ជាការមើលឃើញនឹងទស្សនៈរបស់លោកវិញចំពោះចំហលើការដោះស្រាយរបស់រាជរដ្ឋាភិបាលយ៉ាងណាដែរបាទខ្ញុំក៏ជឿជាក់លើរដ្ឋាភិបាលនិងកងវីរៈជនយើងដ៏អង់អាចនៅជួរមុខបាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនយើងនៅខាងក្រៅក៏ជឿជាក់ជឿទុកចិត្តលើរដ្ឋាភិបាលយើងបាទដែលគាត់ខំធ្វើការសប្ងៃនឹងគឺថាគ្មានពេលសម្រាប់ទេមួយថ្ងៃទៅថ្ងៃគឺថាសិក្សាធ្វើយ៉ាងម៉េចឲ្យឈ្នះបាទចុះឥឡូវនេះលោកបានមើលឃើញបានបង្ហាញពីការគ្រប់គ្រងចំពោះចំហរាជរដ្ឋាភិបាលហើយក៏បានមើលឃើញពីការអភិវឌ្ឍប្រទេសជាតិនិងបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងនាមជាអាណិកជនខ្មែរមួយរូបតើលោកនឹងធ្វើសកម្មភាពអ្វីបន្តទៀតជាមួយបងប្អូននៅខាងក្រៅដើម្បីរួបរวมគ្នាបន្តក្នុងការកម្លាំងសាមគ្គីដើម្បីកុំឲ្យសត្រូវឈ្លានពានបាទខ្ញុំឈ្មោះតុកកំសាយនៅ Washington State ខ្ញុំសូមសនំពរឲ្យបងប្អូននៅសហរដ្ឋអាមេរិកទាំងអស់បងប្អូនខ្មែរជួយគាំទ្ររដ្ឋាភិបាល 100% ហើយនឹងសូមឲ្យជួយគាំទ្រភាគសឹកយើងដើម្បីយកអំណោយយកមកជួយបងប្អូនយើងធ្លាប់នៅភាគសឹកកាលពីមុនហើយយើងពិបាកវេទនាយ៉ាងណាអត់បាយអត់ទឹកតែដូច្នេះហើយខ្ញុំសូមសនំពរឲ្យបងប្អូននៅក្រៅប្រទេសក្នុងប្រទេសទាំងអស់ជួយភាសាជនភាគសឹកយើងបាទមានថាយើងនៅបន្តរួមសាមគ្គីគ្នានៅតែឥឡូវហ្នឹងពងវេទនាអញ្ចឹងសនំពរខ្ញុំពីក្រៅប្រទេសសូមឲ្យបងប្អូនទាំងអស់ជួយបងប្អូនយើងហើយជាពិសេសទៀតសូមឲ្យបងប្អូនយក vacation មកមើលស្រុកទេសយើងតើស្រុកទេសយើងជឿនលឿនរបៀបណាកុំជឿគេយើងមកមើលខ្លួនឯងឲ្យផ្ទាល់តើប្រទេសយើងនឹងជឿនលឿនយ៉ាងម៉េចរបៀបណាជឿនលឿនរបៀបណាសភាពការរបៀបណាសូមឲ្យបងប្អូនអញ្ជើញមកលេងស្រុកខ្មែរពេលនៅឱកាសបុណ្យចូលឆ្នាំនេះឲ្យបានច្រើនបាទអរគុណព្រោះឱកាសសពថ្ងៃគឺមិនពិបាកទេសម្រាប់បច្ចេកវិទ្យាទំនើបនៅលើពិភពលោកទាំងអស់មធ្យោបាយធ្វើដំណើរមធ្យោបាយតាក់ទងគឺងាយស្រួលបំផុតដោយលោកតុកកំសាយបានលើកឡើងអញ្ចឹងគឺលោកចង់ឲ្យបន្តរួបរวมគ្នាហើយកម្លាំងមហាសាមគ្គីខ្មែរជួយដល់បងប្អូនជួនភាគសឹកជាមួយរាជរដ្ឋាភិបាលក្នុងកម្រិតណាក៏ដោយជាទឹកចិត្តជាសន្តានក្នុងនាមខ្មែរនៅដល់ទីណាក៏ខ្មែរអញ្ចឹងមានកម្លាំងសាមគ្គីខ្ញុំជឿជាក់ថាតាមការអំពាវនាវនិងសំណូមពររបស់លោកទៅដល់បងប្អូនខ្មែរយើងនៅក្រៅប្រទេសជាពិសេសអាមេរិកយើងនឹងកាន់តែមានកម្លាំងកាន់តែរួមសាមគ្គីគ្នាកាន់តែខ្លាំងចុះសម្រាប់រូបលោកដារិនវិញលោកក៏បានបង្ហាញពីការគ្រប់គ្រងចំពោះរាជរដ្ឋាភិបាលមើលឃើញពីភាពរីកចម្រើនរបស់ប្រទេសជាតិប៉ុន្តែក្នុងកំឡុងនេះយើងជួបការលំបាកដោយសារតែការឈ្លានពានពីសំណាក់ភាគីថៃអញ្ចឹងក្នុងនាមលោកជាពលរដ្ឋខ្មែរទោះបីជាលោកនៅអាមេរិកក៏លោកនៅតែជាខ្មែរអញ្ចឹងសម្រាប់រូបលោកពេលនេះជាទស្សនៈរបស់លោកគឺទាំងខ្មែរទាំងក្នុងនិងក្រៅប្រទេសគួរធ្វើយ៉ាងម៉េចខ្លះជាមួយរាជរដ្ឋាភិបាលដើម្បីគេថាការពារដែនអធិបតេយ្យជាតិរបស់យើងកំពុងជួបការលំបាកដោយសារការបំពានពីប្រទេសថៃនោះបាទអរគុណបាទជំរាបសួរខ្ញុំបាទឈ្មោះប៉ែនដារិនជាប្រជាពលរដ្ឋខ្មែរអាមេរិករស់នៅរដ្ឋ Washington ខ្ញុំសូមអំពាវនាវគោរពអញ្ជើញបងប្អូនទាំងអស់គាំទ្រនៅគោលជំហរគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះខ្ញុំវិញថាយើងមានរាជរដ្ឋាភិបាលមួយដែលពោពេញទៅដោយគតិបណ្ឌិតស្រឡាញ់សន្តិភាពក្នុងសង្គ្រាមនេះប្រជាពលរដ្ឋដែលយើងដែលរងគ្រោះមិនមែនរងគ្រោះដោយយើងធ្វើសង្គ្រាមទេរងគ្រោះដោយព្រោះគេធ្វើឲ្យយើងរងគ្រោះបាទដូច្នេះសូមឲ្យបងប្អូនទាំងអស់គ្នាទោះបីជានៅទីនេះគឺនៅប្រទេសផ្សេងៗនោះទាំងពិភពលោកគ្រប់គ្រងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោនិងសម្ដេចអធិបតីដែលលោកជាអ្នកមានជំនាញនិងស្រឡាញ់សន្តិភាពនិងស្រឡាញ់អាយុជីវិតរបស់ប្រជាពលរដ្ឋរបស់ខ្លួនសូមឲ្យចូលរួមគ្នាគ្រប់គ្រងខ្ញុំក៏សូមអរគុណចំពោះវីរភាពដ៏ក្លាហានរបស់កងទ័ពយើងដែលខំប្រឈមមុខប្រយុទ្ធនឹងអំពើឈ្លានពានពីទ័ពថៃដែលធ្វើឲ្យ
មានការគេថាបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើងមិនជាថ្មីម្ដងទៀតមិនមែនរាជរដ្ឋាភិបាលធ្វើឲ្យប្រជាពលរដ្ឋយើងរងគ្រោះស្លាប់ទេគឺពួកថៃជាអ្នកឈ្លានពានធ្វើឲ្យពួកយើងមានប្រជាពលរដ្ឋមានភាសិទ្ធប៉ុន្តែពួកខ្ញុំនៅខាងក្រៅក៏សូមចូលរួមในការជួយដល់ប្រជាពលរដ្ឋជួយភាសិទ្ធជាមួយរាជរដ្ឋាភិបាលក៏សូមសំណូមពរឲ្យបងប្អូនខ្មែរយើងនៅស្រុកខ្មែរក៏ដែលបានធ្វើឲ្យពួកខ្ញុំសូមចូលរួមជាមួយដែរហើយក៏សូមគាំទ្រពេញទំហឹងចំពោះឲ្យអ្វីដែលគោលនយោបាយនឹងការធ្វើការកំពុងបំពេញរបស់រាជរដ្ឋាភិបាលហើយយើងសពថ្ងៃនេះខ្ញុំក៏សូមអរគុណដែលមានរដ្ឋាភិបាលល្អដែលខ្ញុំអាចមកលេងស្រុកហើយនឹងមានសុវត្ថិភាពដែលបានអញ្ជើញភ្ញៀវបរទេសមកចូលរួមជាច្រើនអ្នកទៀតខ្ញុំសូមចូលរួមគាំទ្របាទភ្ជាប់ជាមួយលោកដារិនបន្តលោកបានមកឃើញពីភាពរីកចម្រើនហើយក៏លោកបានមកឃើញអ្វីដែលជាក់ស្ដែងបាទដោយលោកបានមានប្រសាសន៍ពីដើមតែខ្ញុំបានសួរពេលដែលលោកត្រឡប់ទៅវិញជាទស្សនៈនិងផែនការរបស់លោកតើលោកនឹងចូលរួមជួយកម្ពុជានៅផ្នែកនៅខាងក្រៅនោះលើផ្នែកអ្វីខ្លះបន្តបាទជាថ្មីម្ដងទៀតទី1ផ្នែកព័ត៌មានបាទភាពពិតចែករំលែកព័ត៌មានពីកម្ពុជាហើយនឹងខ្ញុំបានថតវីដេអូឃ្លីបជាច្រើនទៀតដើម្បីផ្សព្វផ្សាយពីព្រោះនៅក្នុង page របស់ខ្ញុំហ្នឹងវាមានចង្វាយខេត្តចង្វាយក្រុងសភាប្រសិទ្ធភាពទាំងអស់ដែលខ្ញុំធ្វើការជាមួយពួកគាត់ហ្នឹងឲ្យតែ page ខ្ញុំផុសហ្នឹងគឺពួកគាត់មើលហើយម្យ៉ាងវិញទៀតខ្ញុំវែងមកលើកនឹងវែងយ៉ាងម៉េចដែរលោកបាទវែងថងថាផ្លូវហើយនិយាយរួមផ្លែទាំងអស់ហើយជាពិសេសផ្លូវខ្ញុំទៅលេងផ្ទះហើយបងតុកកំសាយហ្នឹងគេថាផ្លូវលើកមុនផ្លូវដេកអត់តាលេងស្រាប់លេងឥឡូវសផ្លូវគ្រប់ច្រកលហទាំងអស់ខ្ញុំគ្រប់គ្រងគោលនយោបាយសម្ដេចលោកមានប្រសាសន៍ថាសម្ដេចតេជោលោកមានប្រសាសន៍ថាមានផ្លូវបាទទឹកហើយនឹងភ្លើងពីព្រោះបញ្ហាធ្វើពាណិជ្ជកម្មបើអត់ផ្លូវអត់សូវល្អក៏ពិបាកក្នុងការដឹកជញ្ជូនដែរហើយលោកមានប្រសាសន៍ថាត្រូវពីព្រោះហើយបើយើងផ្លូវអត់ល្អដំណើរការពីដឹកអីវ៉ាន់ពីផ្ទះមកដល់ផ្សារហ្នឹងវាខូចអស់ហើយឥឡូវអត់ទេតែ5នាទី10នាទីវាស្ថិតនៅលើទីកន្លែងដូច្នេះចំណុចសំខាន់ឲ្យភ្លើងទៅតំបន់ចុងកាត់មាត់ញោកក៏មានភ្លើងដល់ហើយទឹកក៏ទៅដល់គ្រប់ប្រើប្រាស់ចំពោះខ្ញុំវិញខ្ញុំត្រឡប់ទៅវិញនឹងផ្សព្វផ្សាយនៅអ្វីដែលខ្ញុំបានឃើញហើយបន្តគ្រប់គ្រងគោលជំហរនយោបាយរបស់រាជរដ្ឋាភិបាលហើយនឹងអំពាវនាវឲ្យបងប្អូនបន្តគ្រប់គ្រងជួយឧបត្ថម្ភនៅអ្វីដែលជាការចាំបាច់ដែលយើងប្រទេសជាតិកំពុងប្រឈមមុខបាទអានោះគឺអ្វីដែលខ្ញុំជាខ្មែរមួយរូបដែលអាចធ្វើទៅកើតនៅពេលដែលខ្ញុំមិនទាន់មានជីវិតរស់នៅបាទជួបផ្នែកទេសចរវិញដែលលោកបានមកជាង15ដល់ជាង10ថ្ងៃហើយនឹងចូលរួមផ្សព្វផ្សាយយ៉ាងម៉េចនៅខាងក្រៅដើម្បីបងប្អូនណាដោយលោកមានប្រសាសន៍ចឹងខានមកស្រុកយូស្រាប់មកដល់វែងផ្លូវរកផ្លូវដែលធ្លាប់ជិះមុនអត់ឃើញទេអញ្ចឹងលោកចូលរួមចំណែកយ៉ាងណាដែរលើវិស័យទេសចរថ្មីម្ដងទៀតខ្ញុំបានផ្នែកទេសចរហើយខ្ញុំបានអញ្ជើញអ្នកដែលខ្ញុំស្គាល់ធំហ្នឹងពួកគាត់មកលេងហើយគាត់ទៅវិញគេថា Oh Darren I love your people គេថាខ្ញុំចូលចិត្តប្រជាពលរដ្ឋខ្មែរយ៉ាងម៉េចខ្លះខ្ញុំថា tell me what you like គេថាទី1រស់រាយបាទណាហើយទី2បង្ហាញសេចក្តីគេថាមិនទៅមករស់រាយទេយកចិត្តទុកដាក់បាទហើយជួយដល់ភ្ញៀវទេសចរដែលមកលេងស្រុកយើងចំពោះខ្ញុំវិញខ្ញុំបានថតឃ្លីបនៅតាមមាត់ទន្លេនៅតាមទីផ្សារនេះដើម្បីនៅទៅពេលណាដែលខ្ញុំទៅដល់ខ្ញុំនឹងធ្វើទៅផ្ញើបាទពីព្រោះខ្ញុំចង់ឲ្យគេដឹងថាប្រទេសខ្ញុំងើបពីគេថា year 0ឆ្នាំដែលអត់មានអីទាំងអស់បាទហើយមិនសង្ឃឹមថាមានលូតលាស់ដោយសពថ្ងៃនេះទេសំដីនៅប្រទេសគេការអភិវឌ្ឍត្រូវការពេលវេលាបាទពីព្រោះខ្ញុំនៅធ្វើការសពថ្ងៃនោះផ្នែកសន្តិសុខអភិវឌ្ឍសង្គមខ្ញុំយល់ខ្ញុំដឹងថាហើយវាជាការចាំបាច់ពេលវេលាមួយហើយខ្ញុំចង់និយាយថាការវិនិយោគវិញណាខ្ញុំចង់បើសិនជាមានពេលខ្ញុំចង់ថានៅស្រុកខ្ញុំតំបន់ខ្ញុំហ្នឹងគេចែកចេញជា3តំបន់តំបន់ក្រហមតំបន់លឿងហើយនិងបងបៃតងគេថាក្រហមយ៉ាងម៉េចគឺថាតំបន់ក្រហមវាសន្តិសុខដូច្នេះដើម្បីឲ្យវិនិយោគចូលមកតំបន់ហ្នឹង
ខាងអាញាធរហ្នឹងគេអនុញ្ញាតគេសុំឲ្យវិនិយោគហ្នឹងដែលវិនិយោគនៅតំបន់ក្រហមហ្នឹង បាទ ឲ្យអត់យកតាក់ហ្នឹង25ឆ្នាំ អូជា ដើម្បីតាក់ទាញ ដើម្បីតាក់ទាញ បាទតាក់ទាញអ្នកវិនិយោគចូលមកប៉ុន្តែដល់ពេលឥឡូវនេះឆ្នាំ2024 25 26អា25ឆ្នាំអត់មានតាក់ហ្នឹងអស់ហើយ បាទ ដូច្នេះយើងឲ្យវិនិយោគមកតាំងពីអត់មានតាក់អត់បង់តាក់រហូតដល់ឥឡូវបង់តាក់ពេញតែមឹងខ្ញុំឆ្លាញ់គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅខាងឲ្យវិនិយោគបានច្រើនពីព្រោះដល់ផុតឆប់កុងត្រាទៅអាហ្នឹងជារបស់យើងមួយដែលយើងអាចជួយជាតិ បាទ ខ្ញុំឆ្លាញ់គោលនយោបាយហ្នឹង បាទអរគុណលោកជួសម្រាប់លោកតុកកំសាយវិញបាទលោកគិតថាថ្ងៃក្រោយពេលដែលលោកបានមកឃើញទស្សនវិជ្ជាជាក់ស្ដែងចេះលោកនឹងចូលរួមអ្វីខ្លះក្នុងការផ្សព្វផ្សាយពីកម្ពុជាទៅខាងក្រៅដើម្បីតាក់ទាញវិនិយោគក៏ដូចជាឲ្យបងប្អូនយើងនៅក្រៅប្រទេសកុំមានការយល់ច្រឡំលើព័ត៌មានដែលកន្លងមកតែងតែលាបពណ៌ថាកម្ពុជាបែបនេះកម្ពុជាបែបនោះនោះបាទ ចឹងបានខ្ញុំសូមម្ដងទៀតសូមថាសំណូមពរសូមឲ្យបងប្អូនអញ្ជើញមកលេងស្រុកខ្មែរបានច្រើនបន្តិច បាទ ដើម្បីឲ្យឃើញការអភិវឌ្ឍរបស់ខ្មែរយើងហ្នឹងយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងការអភិវឌ្ឍស្រុកខ្មែរយើងបើតាមខ្ញុំនៅស្រុកអាមេរិកក៏ដោយទៅកន្លែងគ្រប់ខេត្តគ្រប់ក្រុងណាក៏ដោយក៏មិនឃើញស្រុកទេអភិវឌ្ឍដូចយើងគឺទៅតាមខេត្តតំបន់មួយគឺថាឃើញតែធ្វើមកខុនដូ building គ្រប់កន្លែងអស់ជាពិសេសផ្លូវឥឡូវកាលពីមុនយើងមកពីបាត់ដំបងចង់ទៅបាត់ដំបងពីភ្នំពេញពីស្វាយរៀងទៅមកដល់ពេញហ្នឹងបាត់ទៅបាត់ដំបងលើមិនបាច់ទេផ្លូវកាត់ណទៅកាត់ណធ្វើដល់ណាដល់ណៃមកផ្លេតទេប្រើពេលឥឡូវផ្លូវច្រើនណាស់ទៅបងប្អូនគឺកំវែងហ្មងអញ្ចឹងគឺខ្ញុំសូមសំណូមពរឲ្យសំណូមពរទៀតសូមថាបងប្អូន vacation ទៅលេងហាវ៉ៃហើយកាត់បថយឲ្យមកលេងស្រុកខ្មែរមកដើម្បីឲ្យមកឃើញស្រុកទេសយើងឃើញឡើងយ៉ាងម៉េចហើយជាពិសេសសូមម្ដងទៀតសូមឲ្យបងប្អូនយើងនឹកថាសម័យឪពុកយើងឬក៏ជីតាយើងនៅភាសឹកនៅតាមជំរុនវេទនាពិបាកឥឡូវយើងបានសប្បាយបានស្រួលហើយសូមមេត្តាជួយមើលងាកមកឥឡូវហ្នឹងបងប្អូនខ្មែរយើងវេទនាភាសឹកដោយសារថៃមិនដោយសាររដ្ឋាភិបាលយើងទេរដ្ឋាភិបាលយើងនឹងជួយអស់ពីកម្លាំងចិត្តខាងហ្នឹងក៏ប៉ុន្តែគាត់ចង់បានពួកយើងនៅខាងក្រៅជួយគ្នាផ្នែកទៀតមួយផ្នែកបាទអញ្ចឹងសូមឲ្យបងប្អូនគិតមើលហើយនឹងជួយជនភាសាយើងនៅឯស្រុកខ្មែរផងបាទសូមអរគុណបាទហើយខ្ញុំបន្តសំណួរទៅលោកតារិនបន្ថែមទៀតសួរពីរឿងតខ្លួនបន្តិចចុះព្រោះมันមានងាយឱកាសបានចូលនៅក្នុងកិច្ចពិភាក្សាជាមួយគ្នាទេហើយលោកក៏មិនសូវជាមានឱកាសបានមកលេងស្រុកទេសដែរថ្ងៃនេះបានមានឱកាសជួបគ្នានៅ BTV ផែនការលោកអញ្ជើញត្រឡប់ទៅវិញនៅក្នុងរយៈពេលថ្ងៃណាដែរលោកហើយឬមកស្នាក់នៅយូរដែរបាទនៅរយៈពេល4ថ្ងៃទៀតបាទអូ4ថ្ងៃទៀតទេបាទពីព្រោះហើយច្បាយខ្ញុំគាត់ទេមកគាត់ថេចមកសួរថាកាលត្រឡប់ទៅវិញបាទខ្ញុំថាមុនបងខ្ញុំថាទៅខែដើមខែ2បាទប៉ុន្តែដល់ពេលហើយអញ្ចឹងក៏ដូចរំភើបប្រាប់គាត់ថាសុំទោសសុំនៅ2អាទិត្យទៀតសុំថែមសុំថែមដូច្នេះមិនថានិយាយរួមទៅអត់និយាយពីរឿងការអភិវឌ្ឍប្រទេសជាតិរបស់យើងសบายពេកទឹកគឺថាទឹកថ្នាក់មកធ្លាក់មកហ្មងពីព្រោះសบายរីករាយនឹកស្មានមិនដល់ថាទឹកភ្នែកហូបមិនថាកំសត់មានយើងមិនកំសត់ទេគឺថាខ្មែរយើងថាសបាយហៀទឹកភ្នែកគឺថាសេចក្តីអំណរសំបីតែអង្គុយសម្ដេចស្ដាប់ប្រសាសន៍របស់សម្ដេចក៏ចឹងដែរវារំភើបបាទគឺថារំភើបមែនតើហ្មងដូច្នេះខ្ញុំឥឡូវហ្នឹងចាប់ផ្ដើមហើយមានអារម្មណ៍កំសត់តិចហើយពីពលចិត្តទៅហើយហ្នឹងចិត្តទៅមានអារម្មណ៍តែមួយរូបឬក៏ទាំងគ្រួសារឯងមកលើកនេះបាទពីក្រុមការងារខ្ញុំមកតែម្នាក់ឯងអូមកម្នាក់ឯងបាទអញ្ចឹងត្រូវសុំច្បាប់ទាំងមេផ្ទាល់ទាំងមេប្រយោលថែមទៀតបាទហើយគាត់ថាមុនបងហើយគាត់ថាយប់មិញក៏ទេមិនតិចខ្ញុំថាកាលទៅវិញខ្ញុំថាតែថ្ងៃ10ខ្ញុំទៅវិញហើយប៉ុន្តែថ្ងៃច័ន្ទមកខ្ញុំចូលធ្វើការវិញបាទមេផ្ទាល់នេះខ្ញុំចង់សម្ដៅចេះទេចង់សម្ដៅថាមានមេផ្ទាល់គឺភរិយាអញ្ចឹងក៏មេដែរសម្រាប់ហើយមេប្រយោលគឺមេកន្លែងការងារអញ្ចឹងបើយើងមកយូរពេកក៏គាត់សួរនាំដែរតែត្រូវប្រាប់ហេតុផលព្រោះថាមិនអត់សុបាយ
លោកជាអ្នកស្រុកកំណើតកើតជានៅក្នុងខេត្តណាដែរ កើតជាខ្ញុំនៅស្រុកត្រាំង ខេត្តតាកែវ ខេត្តតាកែវ ជួបបានមកដល់អញ្ចឹងមានបានទៅលេងស្រុកកំណើតទេ អត់ទាន់បានមករយៈពេលតិចពេក តិចពេក បាទ ប៉ុន្តែប្រហែលថ្ងៃគឺបានប្រហែលខេត្តដែរហើយ ទៅលេងកែបទៅលេងតាកែវប៉ុន្តែនៅតំបន់ផ្សេងទៀត បាទ ហើយជាពិសេសមកដើរលេងច្រើនជាងគេនៅខេត្តកណ្ដាល ខេត្តកណ្ដាល ជាពិសេសនៅដើរ ភ្នំពេញ តាមមាត់ទន្លេអរិយខ្សាត់ បាទ ហើយ អូ នៅ ដល់អរិយខ្សាត់ដែរ បាទ បាទ ហើយដើរកន្លែងហ្នឹងនឹកឃើញខ្ញុំដើរនៅមាត់ទន្លេនៅអាមេរិក អូ ខ្យល់ត្រជាក់មក ដូចគ្នាអញ្ចឹង បាទ បាទ បាទហើយដល់ពេល Walk Street ហ្នឹងហាក់ដូចជាដើរក្នុងឱកាសដែលយើងបុណ្យរីករាយនៅទីនោះចឹងហើយ បាទ ជួបសប្បាយមែនតើហ្មងហើយនៅពេលចិត្តអាខុនដូដែលខ្ញុំស្នាក់នៅហ្នឹងខ្ញុំដើរពី3ជុំទៅបាន 4-5 គីឡូដែរ បាទ និយាយរួមដាក់ចិត្តហើយដល់ពេលយើងដើរចេញទៅវិញណាដូចជា ដូចជាកាលពីយើងនៅក្មេងហ្នឹង កាលពីយើងនៅយុវជនហ្នឹងណាដូចស្រឡាញ់គេណាដល់ពេលបែកពីគេដូចជាយ៉ាងម៉េចទេអារម្មណ៍ហ្នឹង ដូចអារម្មណ៍នឹងពិបាកថ្លែងមកណា អារម្មណ៍បាក់ថ្លៃរំភើបផងហើយយូរទៅមិនដឹងថាត្រូវបរិយាយ៉ាងណា ដឹងចាប់ពីដើមចាណាវាច្រើនពេក បាទ មានន័យថាដូចមាន feeling ថា one is missing something and like a something គេថាដូចចឹងហ្មង ជួអ្វីដែលធ្វើឲ្យលោកស្រណោះស្រុកកំណើតឬក៏ចាប់អារម្មណ៍ជាងគេពិសេសអាហារក្តីម្ហូបអាហារក្តីទីកន្លែងក្តីដែលធ្វើឲ្យលោកនឹកឃើញដល់អតីតកាលពេលចូលមកដល់ភ្លាមមានអ្វីដែលរំលេចថាជារឿងពិសេសមួយដែលធ្វើឲ្យលោកនឹកឃើញដល់អតីតកាលហ្នឹងបាទ កាលឆ្នាំ79-80ធ្លាប់ធ្វើយោធាដែរហើយប៉ុន្តែដូចថាចំនួនងាកទៅលិចខ្វះលិចងាកទៅមើលខ្វះដូចខ្វះអីមួយយ៉ាងទេប៉ុន្តែខ្វះភាពខ្វះហ្នឹងមិនមែនថាយើងអត់ទេមកពីយើងមិនទាន់ចាប់ផ្ដើម បាទ ដល់ពេលឥឡូវហ្នឹងយើងដល់ពេលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលហ្នឹងមានការអភិវឌ្ឍជាដំណើរទៅវាឃើញអ្វីដែលយើងមិនមានយើងមានអ្វីដែលយើងនឹងសង្រំពឹងនឹងឃើញឥឡូវវាឃើញ បាទ ដូច្នេះមានន័យថាវានឹងដុសសាយថែមទៀត បាទ បាទហើយបាក់និយាយហ្មង មកដល់ថារំភើបពេកនិយាយស្គាល់រំភើបលេងចេញ អត់ទេតលអង្គុយគិតគេថាអង្គុយគិតបាននឹកឃើញថាអូចំណុចនេះបើចំពោះទស្សនៈខ្ញុំផ្ទាល់គោលនយោបាយដែលពួកប្រឆាំងនិយាយភាពបល័យហ្នឹងណាគឺមិនជួយទេខ្ញុំសូមសំណូមពរឲ្យបងប្អូនគិតឡើងវិញមិនមែនថាមានតែបងប្អូនទេដែលនៅក្រៅប្រទេសហើយក៏មិនមែនតែមានតែអស់លោកដែលធ្វើការខ្ញុំធ្វើការគៀកជាមួយរាជរដ្ឋាភិបាលហ្មងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចខ្ញុំទាំងអស់ការងារប្រចាំថ្ងៃរបស់ខ្ញុំ បាទ ដូច្នេះខ្ញុំដឹងប៉ុន្តែខ្ញុំស្ដាប់ខ្ញុំធ្វើមិនដឹងធ្វើមិនឮទៅ បាទ ពូវាអត់វាជាស្រមោល បាទ កុំយកស្រមោលមកខ្លាចទីឆ្កាពិត បាទ អត់ទេអាហ្នឹងវាបសុបនិមិត្តហ្នឹងវាគេថាវាមានរូបប៉ុន្តែវាคล้ายដូចថាមនុស្សជន់ណា បាទ អានេះជាស្រមោលសុទ្ធហ្មងហើយយកមកស្រមោលមកធ្វើជារបស់សុបនិមិត្តហើយមកចង់ឲ្យខ្លាចជាការពិតវាអត់ទៅរួចដូច្នេះបានខ្ញុំបានចំនួនសួរថាចុះខ្ញុំទៅវិញធ្វើមិនខ្លះខ្ញុំត្រូវយកនៅអ្វីដែលខ្ញុំឃើញផ្ទាល់នឹងភ្នែក បាទ អត់មានបន្ថែមអត់មានបន្ថយទេប៉ុន្តែបន្ថែមថ្ងៃក្រោយក៏លោករីកពេលខ្ញុំមកម្ដងទៀតរីកចម្រើនទៀតខ្ញុំទៅបន្ថែម បាទ ជួបផែនការគិតថាចង់អញ្ជើញមកវិញម្ដងទៀតទៅពេលណាដែរបាទ ប្រហែលជាខែ8ខែ9 នឹងអញ្ជើញមកម្ដង ពីព្រោះហើយពេលហ្នឹងរំយក់ពីព្រោះខ្ញុំនៅទីនោះខ្ញុំមើលការខុសត្រូវ40សហគមន៍40 50សហគមន៍ដូច្នេះនៅពេលខែហ្នឹងខែប្រាំងហ្នឹងគេសម្រាប់ច្រើនដែរ បាទ ដូច្នេះខ្ញុំមានពេលហ្នឹង បាទ ដូច្នេះខ្ញុំនឹងមកម្ដងទៀតហើយខ្ញុំបានព្យាយាមអញ្ជើញហើយមេធាវីដែលលោកជាប់ហើយនឹងចៅតុលាការកំពូលហ្នឹងខ្ញុំបាននិយាយជាមួយគាត់ហើយខ្ញុំនឹងអញ្ជើញមួយគាត់មកថាលើកក្រោយពេល summer ហ្នឹងមកមុនបងថាចង់មកខែ11 12ហ្នឹងប៉ុន្តែកូនគាត់ចង់មកថា Daddy I want to go with there ថា Okay don't ask me គាត់និយាយមួយខ្ញុំនិយាយជាមួយម៉ែឪទៅម៉ែឪថាលើកកំពុងរវល់ប្រហែលជាពាក់កណ្ដាលឆ្នាំនិយាយតាមត្រង់ទៅខ្ញុំតែងតែបបួលហើយនឹងអញ្ជើញពួកគាត់មកពីពួកគាត់ជាភ្នែកគឺសារព័ត៌មានអ្នកនាំពាក្យមួយដោយមិនបង់ថវិកា
គាត់មកសប្បាយគាត់មកឃើញគាត់និយាយទៅបាទភាគច្រើនណាស់ដែលខ្ញុំបាននាំមកគាត់ផ្សាយទៅខាងបាទអរគុណនីតិរបស់យើងក៏កាន់តែគៀកចុងក្រោយសម្រាប់លោកតបកំសាយលោកក្នុងនាមជាអនិកជនខ្មែរនៅអាមេរិកហើយជាលោកក៏ធ្លាប់ឆ្លងកាត់នៅចំនួនក៏ច្រើនគួរសមអ្វីដែលបាត់ពិសោធន៍កម្ពុជារបស់យើងធ្លាប់ជួបក៏លោកអាចដឹងបានច្រើនជាទស្សនៈរបស់លោកទៅកាន់យុវជនខ្មែរយើងមិនថាក្នុងក្រៅប្រទេសទេតើក្នុងនាមយុវជនអ្វីដែលលោកធ្លាប់ឆ្លងកាត់ចែករំលែកអ្វីខ្លះសម្រាប់យុវជនជាពិសេសក្នុងអំឡុងពេលប្រទេសជាតិរបស់យើងដែលរងការបំពានពីសំណាក់ភាគីថៃបែបនេះបាទសម្រាប់ខ្ញុំនៅក្រៅប្រទេសបាទខ្ញុំសូមសំណូមពរថាពួកយុវជនយើងនេះឥឡូវជាក្មេងជាទំពាំងស្នងរស័យបាទពួកយើងនៅគ្រប់ state នីមួយប៉ុន្តែយើងនិយាយថា state ខាង state Washington state យើងចោះខាងយុវជនបាទយុវជនយើងនោះគឺថាមានសេចក្តីស្នេហាជាតិសម្បើមណាបាទលោកគាត់តែងតែសួរខ្ញុំសុំខ្ញុំថាលោកពូបើរដ្ឋាភិបាលត្រូវការឲ្យយើងទៅជួយខ្ញុំទៅបានអត់គាត់ទៅសួរឡើងបាទគាត់សុំអញ្ចឹងយុវជនខ្ញុំនៅខាង Washington State បាទគាត់សុំខ្ញុំថាចាំខ្ញុំសួររដ្ឋាភិបាលសិនបានខ្ញុំមកសេខ្ញុំទេមកខាងយើងគាត់ថាកុំអាសិនអត់ទាន់ត្រូវការទេខាងនោះបាទប៉ុន្តែទឹកចិត្តរបស់គាត់គឺថាមួមុតគាត់ចង់មកនៅជាមួយបងប្អូននៅបងប្អូនខ្មែរវិរៈកងទ័ពយើងបាទនេះនិយាយរឿងពិតបាទពួកខ្លះគាត់ធ្លាប់ចូលធ្វើទាហានខ្លះក៏គាត់ធ្លាប់ធ្វើប៉ូលីសខ្លះទៀតក៏ធ្វើការខាង electric engineer ទៅប៉ុន្តែទឹកចិត្តរបស់គាត់នៅតែខ្មែរស្រឡាញ់ខ្មែរគាត់តាមដានរឿងរហូតនៅគាត់តាមដានហើយគាត់សុំមកហ្មងបាទអញ្ចឹងខ្ញុំក៏រំភើបដែរពេលលោកបានលើកឡើងពីទឹកចិត្តរបស់បងប្អូនយុវជនខ្មែរយើងនៅក្រៅប្រទេសបាទហើយពេលខ្ញុំចុះទៅម្ដងបងប្អូនមកសួរដរិនគាត់ថាមកជួបជុំគ្នាបាយសាមគ្គីជុំគ្នាគាត់និយាយគាត់ថាចិត្តនៅតែស្រុកខ្មែរទេមួយខែបានវ៉ាកងម្ដង4អាទិត្យគឺ4អាទិត្យហ្នឹងគឺគាត់ចុះមកលេងខ្មែរហើយបាទអញ្ចឹងខ្ញុំជឿចិត្តទុកចិត្តបងប្អូនយុវជនខ្មែរយើងបងប្អូនខ្មែរយើងនៅក្រៅប្រទេសគឺចិត្តដូចខ្ញុំដែលខ្ញុំនិយាយអញ្ចឹងគឺស្នេហាខ្មែរបាទអរគុណបាទចុះសម្រាប់ជាទស្សនៈចុងក្រោយរបស់លោកមានអ្វីបន្ថែមទៅកាន់បងប្អូនដែលកំពុងទស្សនានេះបាទខ្ញុំចង់ជម្រាបថានៅពេលថ្ងៃអនាគតដ៏ខាងមុខនេះហើយខ្មែរយើងនឹងមានភាពខ្លាំងក្លាលើសដើមទៀតហេតុអីនៅពេលដែលខ្ញុំទៅនិយាយនៅជាមួយនិស្សិតខ្មែរនៅសាកលវិទ្យាល័យនៅ Washington ហ្នឹងខ្ញុំបានបញ្យល់ពួកគាត់ពីហេតុផលទៅហើយដូច្នេះគឺថានៅស្រុកខ្មែរយើងក៏មានសិស្សនិស្សិតមួយដែលរាជរដ្ឋាភិបាលបង្កើនសាលាឲ្យមានសាកលវិទ្យាល័យជាច្រើនហើយមានបានសាកលវិទ្យាល័យជាច្រើនទៀតមកវិនិយោគដូច្នេះកូនខ្មែរដែលនៅស្រុកក្រៅហ្នឹងក៏មានអ្នកចំណេះចេះដឹងហើយខាងនេះជប់ដឹងទៀតដូច្នេះថ្ងៃអនាគតហ្នឹងកូនខ្មែរទាំងអស់គ្នានឹងរួមគ្នាខ្លាយជាគេថាធ្នូមួយដែលពោពេញទៅដោយឥទ្ធិពលដែលក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានគោលនយោបាយត្រឹមត្រូវដល់ពេលបាញ់ទៅគឺថាសន្ទុះនៃការគ្រប់គ្រងរបស់យុវជនចំនួនក្រោយហ្នឹងគឺខ្លាំងមែនទែនដូច្នេះហើយបានជាប្រទេសចិត្តខាងយើងហ្នឹងគេអត់ចូលចិត្តពីព្រោះគេដឹងថាថ្ងៃអនាគតខ្មែរចំណេះវិជ្ជាទូទៅនឹងលើសគេគេមើលឃើញប៉ុន្តែរាជរដ្ឋាភិបាលយើងមានគេថាចក្ខុវិស័យខ្ពស់ដូច្នេះខ្ញុំគ្រប់គ្រងគោលនយោបាយរាជរដ្ឋាភិបាលថាលោកបើកចំហថាទីនេះប្រទេសរបស់យើងផ្ទះយើងអ្នកឯងមិនត្រូវការចង់មកផ្ទះយើងស្វាគមន៍ដូច្នេះជាភាសាមួយដើម្បីគេថាការស្វាគមន៍អភិវឌ្ឍប្រទេសជាតិរបស់យើងចង់ជម្រាបបងប្អូនយើងថាកូនខ្មែររបស់យើងចំនួនក្រោយនេះគឺមានអ្នកចេះដឹងច្រើនណាច្រើនមែនទែនហ្មង
អរគុណលោកបាទអរគុណប្រិមត្តទាំងជននេសាទនីតិរបស់យើងក៏បានបាទឈានដល់ទីបញ្ចប់ដែរអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់លោកអ្នកក្នុងការតាមដានហើយខ្ញុំបាទក៏សូមអរគុណជាថ្មីទៅដល់វិក្កាមទាំងពីររូបដែលបានអញ្ជើញមកចូលរួមទោះបីមិនមានយ៉ាងហើយមកលេងស្រុកកំណើតរយៈពេលខ្លីក៏ឆ្លៀតចូលរួមកិច្ចសម្ភាសជាមួយនឹង BTV អរគុណណាស់បាទអរគុណដែរបាទបានអរពួកខ្ញុំមកឆ្លៀតឱកាសចែកចាយព័ត៌មានបាទអរគុណបាទប្រិមត្តទាំងជនក៏អរគុណចំពោះការចំណាយពេលវេលារបស់លោកអ្នកនៅក្នុងការតាមដានកិច្ចពិភាក្សាពិសេសហើយឱកាសក្រោយយើងខ្ញុំនឹងខិតខំរកប្រធានបទនឹងអញ្ជើញវិក្កាមកិត្តិយសពីតំណាងស្ថាប័នពាក់ព័ន្ធផ្សេងៗជាច្រើនទៀតដើម្បីចែករំលែកនៅចំណេះដឹងនិងបទពិសោធន៍ក៏ដូចជាទស្សនៈផ្ទាល់ខ្លួនពេលនេះខ្ញុំបាទរួមនឹងវត្តមានភ្ញៀវកិត្តិយសទាំងពីររូបក៏សូមអរគុណនិងសូមគោរពលា